ចាជំរាបសួរបងប្អូនវិលជួបគ្នាសារជាថ្មីលើ page ចាស់លើ YouTube ចាស់ចាក៏ប៉ុន្តែកំណត់ដែលគិតនេះគឺមានថ្មីហើយការចែកម្លែកក៏មិនជាថ្មីដែរចាស់ខ្លះថ្មីខ្លះទៅតាមបទពិសោធន៍ចាជីវិតរបស់យើងម្នាក់បាត់ខ្ញុំរយៈនេះបងប្អូនថាបាត់តាណាគេអូនយូរម្លេះចាដោយសារតែខ្ញុំចាមួយរយៈនេះគឺជួបបញ្ហាសុខភាពតិចតួចតែអត់អីទេបានល្អប្រសើរមកវិញហើយអ្វីដែលខ្ញុំមិនបោះបង់គឺការតាំងចិត្តចែកម្លែកបងប្អូនជាមួយនឹងផ្លូវចិត្តនេះឯងបងប្អូនណាហើយសូមបញ្ជាក់ម្ដងទៀតខ្ញុំមិនមែនជាអ្នកឯកទេសខាងដឹកនាំខាងសមាធិដឹកនាំខាងពុទ្ធសាសនាក្នុងការធ្វើសមាធិក៏ដូចជាវឹកហាត់ផ្លូវចិត្តដោយប្រការណាមួយក៏ដូចជាអ្នកដឹកនាំដោយប្រការណាមួយទៅក្នុងពុទ្ធសាសនាឯងបងប្អូនគ្រាន់តែថាខ្ញុំគឺជាអ្នកកាន់ពុទ្ធសាសនាហើយក៏វឹកហាត់ជាមួយនឹងការអប់រំចិត្តក៏ដូចជាការដឹកនាំរបស់ព្រះសម្មាសម្ពុទ្ធមិនបានច្រើនក៏បានជួយជីវិតខ្លួនឯងប្រចាំថ្ងៃចាអញ្ចឹងគឺវិលមកនេះគឺមុខដដែលទេអត់មានអីខុសពីដដែលហ្នឹងទេបងប្អូនក៏ប៉ុន្តែនៅពេលបងប្អូនបានឃើញដដែលហើយក៏បានស្ដាប់ដដែលហើយក៏ពេលខ្លះក៏អាចធ្វើឲ្យបងប្អូនអាចកែប្រែបានខ្លះដែរខ្ញុំសូមបញ្ជាក់ទៀតខ្ញុំមិនមែនជាអ្នកឯកទេសក៏ដូចជាអ្នកដែលខាងដឹកនាំពុទ្ធសាសនាឬក៏ដឹកនាំខាងផ្នែកសមាធិហ្នឹងទេចាមុននឹងចូលដល់ប្រធានបទបងប្អូនកុំភ្លេចណាសម្រាប់បងប្អូនដែលអត់ទាន់បានចុច Subscribe សូមជួយចុច Subscribe YouTube របស់ខ្ញុំមួយផងដើម្បីឲ្យបងប្អូនយើងបានទទួលបាននៃការចែកម្លែកទៅវិញទៅមកទាំងអស់គ្នាណាបងប្អូនណាចាអញ្ចឹងគឺយើងឃើញហើយថាវិបត្តិផ្លូវចិត្តនៅក្នុងសង្គមបច្ចុប្បន្នសពថ្ងៃនេះគឺធ្ងន់ធ្ងរណាស់មិនថាអ្នកមានមិនថាអ្នកក្របងប្អូនឃើញស្រាប់ហើយមួយរយៈនេះណោះចាទោះបីមានលុយប៉ុណ្ណាក៏ដោយបើសិនជាផ្លូវចិត្តមួយនេះអត់មានសេចក្តីសុខផ្លូវចិត្តមួយនេះអត់សប្បាយរីករាយគឺផ្លូវចិត្តមួយនេះគឺពោពេញទៅដោយមេរោគនិងដំបៅចាមានជំងឺឈឺពុករលួយនៅក្នុងចិត្តនឹងឯងដូច្នេះយ៉ាងណាមិញมันប្រកាសថាមានលុយមានទ្រព្យមានសម្បត្តិហើយគឺគិតថាវាសប្បាយសុខសប្បាយទាំងអស់ឬក៏រីករាយទាំងអស់មានសុភមង្គលទាំងអស់គឺអត់អាចទេបងប្អូនអញ្ចឹងវាស្ថិតនៅលើអ្វីគឺវាស្ថិតនៅលើបញ្ហាចិត្តនឹងឯងអញ្ចឹងប្រសិនបើចិត្តមួយនេះអត់សុខចិត្តមួយនេះអត់មានគេហៅថាភាពស្ងប់សុខនៅក្នុងជីវិតចិត្តមួយនេះអត់ត្រជាក់ចិត្តមួយនេះអត់ល្អចិត្តមួយនេះឈឺរហូតគឺយើងតែងតែជួបវិបត្តិរហូតបើមិនរឿងនេះរឿងនោះមែនអត់បងប្អូនអញ្ចឹងអ្វីដែលធ្វើឲ្យយើងមានសេចក្តីសុខនៅក្នុងចិត្តនៅក្នុងកាយបងប្អូនខ្ញុំចង់ឲ្យបងប្អូនរៀនអំពីការស្ដាប់ជាមួយនឹងធម៌អប់រំចិត្តក៏ដូចជាការប្រយាយប្រយល់ពីព្រះតេជគុណគ្រប់ព្រះអង្គដែលលោកបានចែករំលែកនៅក្នុងប្រព័ន្ធ social media ផ្សេងក៏ដូចជានៅក្នុង YouTube ដើម្បីកាត់បន្ថយបញ្ហាចិត្តមួយនេះដឹកនាំជីវិតមួយនេះគឺដោយសារតែចិត្តនឹងឯងបងប្អូនឃើញទេពេលខ្លះចិត្តមួយនេះអត់បានរឹងមាំចិត្តមួយនេះទន់ជ្រាយចិត្តមួយនេះខ្សោយបងប្អូនឃើញទេតែងតែធ្វើការឲ្យយើងដឹកនាំខ្លួនយើងទៅខុសអ្នកខ្លះក៏ទៅបញ្ចប់ជីវិតអ្នកខ្លះក៏អាចដឹកនាំឲ្យយើងត្រូវស្មុគស្មាញខ្លាំងមានវិបត្តិខ្លាំងបងប្អូនឃើញទេអ្នកខ្លះក៏គាត់ទៅបួសរយៈពេល1ខែអ្នកខ្លះក៏ទៅបួសរយៈពេលកន្លះខែអ្នកខ្លះក៏ទៅបួសរយៈពេល1អាទិត្យអញ្ចឹងទៅតាមថេរវិរិយទៅតាមការទទួលខុសត្រូវនៃមុខរបរប្រចាំថ្ងៃរបស់យើងដូច្នេះអ្វីដែលខ្ញុំចង់ចែករំលែកបងប្អូនគឺបងប្អូនមានបញ្ហាស្មុគស្មាញខ្លាំងដោះស្រាយមិនចេញចង់ឲ្យបងប្អូនសាកទៅធ្វើការសមាធិសាកទៅបួសរយៈពេលខ្លីទៅតាមវត្តអារាមទីកន្លែងណាដែលអាចជួយបងប្អូនបានបងប្អូនសាកទៅដោះលែងចាស់ជីវិតខ្លួនឯងមួយនេះនៅក្នុងព្រះពុទ្ធសាសនារយៈពេលខ្លីទៅបងប្អូននឹងទទួលបាននៅសមិទ្ធផលត្រឡប់មកវិញដោយភាពរីករាយភាពសប្បាយចិត្តកាលណាដែលយើងរៀនដោះលែងនៅអ្វីដែលជាប់ជំពាក់ធ្វើឲ្យយើងស្មុគស្មាញបងប្អូនដឹងស្រាប់ហើយមួយរយៈនឹងឃើញទេលោកជំទាវម្នាក់ដែលគាត់
ស្មុគស្មាញចឹងទៅគាត់ក៏បាន status ថាគាត់ចង់សម្លាប់ខ្លួនបងប្អូនប្រសិនបើយើងអត់ជួបហេតុការណ៍មួយនេះយើងអត់យល់ទេចាអ្នកខ្លះក៏បានបញ្ចុះពិសោធន៍ comment ពាក្យមិនល្អដែលជាអវិជ្ជមានទៅលើគាត់ថ្មីត្បិតតែយើងស្អប់បុគ្គលណាក៏ដោយមិនពេញចិត្តបុគ្គលណាក៏ដោយក៏យើងកុំយកការស្អប់ការខឹងរបស់យើងទៅបញ្ញុះទៅដាក់សម្ពាធបន្ថែមទៀតប្រសិនបើយើងមិនបានជួយអីចាមានបាបខ្លាំងណាស់បងប្អូនមានបាបខ្លាំងណាស់ការដែលយើងបញ្យុះឲ្យមនុស្សម្នាក់ដែលកំពុងតែបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងររឿងទាំងអស់នេះហើយដែលធ្វើឲ្យយើងមានបាបជាប់ខ្លួនអញ្ចឹងប្រសិនបើយើងមិនបានជួយអ្វីទេឬក៏យើងមិនបានពេញចិត្តទៅលើគាត់ដោយប្រការណាមួយយើងអស់រំលងអស់ចិនចោះកុំឲ្យមានចិត្តអគតិដោយប្រការណាមួយទៅលើពាក្យសម្ដីទាំងអស់នេះដែលធ្វើឲ្យយើងមានបាបជាប់ខ្លួនដូច្នេះបាបគឺមិនមានអ្នកណាគឺជាអ្នកហុចឲ្យយើងទេគឺយើងគឺជាអ្នកបង្កើតខ្លួនឯងបាបនិងបុណ្យគឺយើងជាអ្នកបង្កើតខ្លួនឯងទាំងអស់ចាអំពើល្អអំពើអាក្រក់គឺយើងជាអ្នកប្រព្រឹត្តចាបាបកម្មទាំងឡាយទាំងពួងនេះគឺដោយសារតែទង្វើរបស់យើងនឹងឯងចាទង្វើនឹងដោយអីដោយកាយវាចាចិត្តពេលខ្លះណាទង្វើអត់ចង់ទៅប៉ុន្តែអាចិត្តស្អប់នឹងធ្វើឲ្យដឹកនាំអាទង្វើនឹងទៅតែម្ដងនេះហើយដែលគេហៅថាតែយើងគិតថាចិត្តរបស់យើងមានអំបៅចិត្តរបស់យើងឆេវឆាវចិត្តរបស់យើងមិនបានអប់រំចិត្តរបស់យើងអត់មានសេចក្តីសុខចាដូច្នេះហើយគឺវាពិបាកខ្លាំងណាស់ក្នុងការគ្រប់គ្រងចិត្តមួយនេះតម្រាំនឹងឆ្លងកាត់មកដល់រយៈពេលដែលមានផ្លូវចិត្តរឹងមាំគឺគ្រប់គ្នាជួបភ្លៀងមកជាច្រើនហើយនៅក្នុងជីវិតមួយនេះមែនអត់បងប្អូនទាំងខ្ញុំទាំងបងប្អូនអត់មានអ្នកណាកើតមករលូនទេអ្នកដែលកើតមកនៅក្នុងឆាកជីវិតដែលកើតមកជាមនុស្សនេះគឺពោពេញទៅដោយវិជ្ជស្ពាយនៅសម្ពាយបុណ្យនិងសម្ពាយកម្មរបស់យើងរៀងខ្លួនដែលយើងត្រូវមកលុបលាងនៅបច្ចុប្បន្នភាពដែលយើងកំពុងតែរស់នៅសប្តាហ៍ថ្ងៃនេះអ្នកខ្លះក៏ជួបរឿងតិចទៅអ្នកខ្លះក៏ជួបរឿងច្រើនទៅតាមសម្ពាយបុណ្យនិងបាបរបស់យើងម្នាក់ដែលបានកើតមកជាមនុស្សនេះគឺសុទ្ធតែមានបាបហើយបងប្អូនបើយើងគ្មានបាបយើងមានតែបុណ្យគឺយើងអត់មានកើតមកជាតិនេះទេយើងនឹងបាត់ទៅនៅលើភពផែនដីនេះឈឹងសូន្យតែម្ដងយ៉ាងណាមិញខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនថាប្រសិនបើបងប្អូនមានវិបត្តិធ្ងន់ធ្ងរទី1បងប្អូនអាចទៅបួសរយៈពេលខ្លីទៅទី2បងប្អូនអាចរៀនធ្វើសមាធិដោយខ្លួនឯងប្រសិនបើបងប្អូនមានការងារមុខរបរដែលត្រូវទទួលខុសត្រូវមិនអាចអខានបានយប់ឡើងបងប្អូនអាចឆ្លៀតសមាធិរយៈពេល10នាទី15នាទី20នាទី1ម៉ោងទៅតាមពេលវេលាដែលបងប្អូនអាចធ្វើបានទៅតាមការប្រព្រឹត្តរបស់បងប្អូនឬក៏ពេលព្រឹកបងប្អូនអាចឆ្លៀតក្រោកម៉ោង5មកក៏ឆ្លៀតធ្វើកន្លះម៉ោង10នាទី20នាទីបន្ទាប់មកបងប្អូនក៏ហាត់ប្រាណទៅនៅពេលបងប្អូនធ្វើបែបនេះជារៀងរាល់ថ្ងៃបងប្អូននឹងអាចសម្រួលផ្លូវចិត្តបងប្អូនបានបងប្អូននឹងអាចសម្រួលនៅភាព stress របស់បងប្អូនបានកាត់បន្ថយចាពីព្រោះការធ្វើសមាធិក៏ដូចជាការបូករួមជាមួយនឹងការហាត់ប្រាណនឹងឯងដែលធ្វើឲ្យប្រព័ន្ធនៃការកាត់បន្ថយនៅជាតិ stress របស់បងប្អូននៅក្នុងខ្លួនកាត់បន្ថយបានម្ដងបន្តិចជារៀងរាល់ថ្ងៃសុខភាពរបស់បងប្អូនក៏ល្អចាមិនយូរមិនឆាប់ទេបញ្ហាផ្លូវចិត្តនេះវានឹងចុះថយវាលែងខ្លាំងក្លាដូចមុនធ្វើឲ្យបងប្អូនមានសម្ពាធទៀតហើយចានេះគឺជាការអនុវត្តរបស់ខ្ញុំដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនឲ្យបងប្អូនអនុវត្តឲ្យបានធូរស្រាលនៅក្នុងចិត្តនៅក្នុងអារម្មណ៍មួយនេះចំណុចទី3បងប្អូនគិតល្អធ្វើល្អបងប្អូននឹងជួបតែរឿងល្អចំណុចទី3នេះសំខាន់ណាស់បងប្អូនគិតល្អឲ្យបានធ្វើល្អឲ្យបានជៀសវាងគិតមិនល្អដោយប្រការណាមួយមកលើខ្លួនឯងជាចម្បង
ទៅលើអ្នកដទៃអត់បញ្ហាតែគិតដែលមិនល្អមកលើខ្លួនឯងនេះគឺធ្ងន់ធ្ងរណាស់ដូចជន់ខ្លួនឯងឲ្យកាន់តែទទួលបាននៅភាពធ្ងន់ធ្ងរមួយថ្ងៃបន្តិចព្យាយាមគិតល្អឲ្យខ្លួនឯងឲ្យបានព្យាយាមវិជ្ជមានឲ្យខ្លួនឯងឲ្យបានក្នុង1ម៉ោងវិជ្ជមានឲ្យខ្លួនឯងឲ្យបាន50នាទីបើដឹងថាអវិជ្ជមានចូលហើយព្យាយាមឲ្យវានៅត្រឹមតែ10នាទីជាមួយអវិជ្ជមាននោះទៅបានហើយតែ50នាទីទៀតវិជ្ជមានឲ្យខ្លួនឯងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងនិយាយលើកទឹកចិត្តខ្លួនឯងទោះបីបងប្អូនកំពុងតែជួបវិបត្តិធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយទឹកភ្នែកបងប្អូនហូរប៉ុណ្ណាក៏ដោយបងប្អូនត្រូវតែព្យាយាមនិយាយលើកទឹកចិត្តខ្លួនឯងលោមខ្លួនឯងឲ្យបាននៅចំណុចទី3នេះព្រោះចំណុចទី3នេះគឺជាចំណុចបងប្អូនដែលត្រូវបើកភ្នែកមិនមែនជាចំណុចដែលបងប្អូនត្រូវបិទភ្នែកទេហេតុអីបានខ្ញុំត្រូវចែកចម្លែកបងប្អូនហើយខ្ញុំមានអារម្មណ៍ថាចូលតួមានអារម្មណ៍ថាចង់តដើតដកខ្ញុំលេងអីហើយបងប្អូនខ្ញុំឆ្លងវាមកបានគ្រប់បញ្ហាទាំងអស់គ្រប់រឿងរ៉ាវទាំងអស់ខ្ញុំព្យាយាមលួងខ្លួនឯងនៅក្នុងចំណុចទី3ហ្នឹងខ្ញុំធ្វើបានបងប្អូនក៏ធ្វើបានបងប្អូនដឹងទេបទពិសោធន៍យើងខុសគ្នាបទពិសោធន៍យើងបែបយើងបទពិសោធន៍គេបែបគេដូច្នេះយើងអត់មានពេលវេលាណាដែលត្រូវទៅមើលថែគេក្រៅពីមើលថែខ្លួនឯងទេបើសិនជាបងប្អូនស្រឡាញ់អ្នកណាម្នាក់បើសិនជាបងប្អូនចង់ជួយអ្នកណាម្នាក់បងប្អូនជួយខ្លួនឯងអត់បានតើបងប្អូនគិតទៅជួយអ្នកដទៃបែបណាប្រសិនបើបងប្អូនមានកូនមានចៅចង់ជួយកូនជួយចៅឲ្យបានខ្ពង់ខ្ពស់បងប្អូនត្រូវតែព្យាយាមថែចិត្តខ្លួនឯងឲ្យមានសុខភាពល្អថែមុខរបរខ្លួនឯងឲ្យបានរលូននោះបងប្អូនអាចជួយកូនអាចជួយចៅអាចជួយអ្នកដទៃដែលបងប្អូនចង់ជួយបានហើយអញ្ចឹងពេលបាក់ទឹកចិត្តត្រូវលើកទឹកចិត្តខ្លួនឯងឲ្យបានខ្ញុំសូមជូនមួយឃ្លីបនេះទៅកាន់បងប្អូនសូមឲ្យបងប្អូនមានកម្លាំងចិត្តក្នុងការងើបមកវិញអ្វីដែលបងប្អូនកំពុងតែធ្វើកំពុងតែស្រឡាញ់ដោយជួបបញ្ហាការបាក់ទឹកចិត្តឯណានេះមួយបងប្អូនផ្អាកធ្វើបងប្អូនលែងមានសកម្មភាពបងប្អូនស្ងួតស្ងាត់បងប្អូនស្មុកបងប្អូនស្មុយបងប្អូនផ្លឹកបងប្អូនសូមឲ្យវីដេអូមួយឃ្លីបនេះបានចែកម្លែកទៅដល់បងប្អូនសូមបងប្អូនងើបមកវិញនិយាយលងខ្លួនឯងលើកទឹកចិត្តខ្លួនឯងខ្ញុំអាចធ្វើបានខ្ញុំអាចដើរទៅមុខទៀតបានខ្ញុំដើរទៅមុខទៀតបន្តបានខ្ញុំអាយុប៉ុណ្ណេះហើយខ្ញុំអាចងើបមកបានហើយខ្ញុំក៏អាចបន្តដំណើរទៅមុខទៀតបានដែរខ្ញុំធំហើយខ្ញុំមានកូនហើយខ្ញុំមានសង្សារហើយខ្ញុំមានមុខរបរហើយខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវទទួលខុសត្រូវហើយហេតុអីខ្ញុំត្រូវមកចុះចាញ់នៅពេលនេះបញ្ហាប៉ុណ្ណេះខ្ញុំអាចជំនះទៅជាមួយវាតទៅមុខទៀតបានខ្ញុំពូកែណាស់ខ្ញុំអស្ចារ្យណាស់ខ្ញុំពិតជារឹងមាំខ្ញុំនឹងមានភាពរីករាយខ្ញុំនឹងមានភាពសប្បាយចិត្តនៅថ្ងៃខាងមុខខ្ញុំនឹងទទួលបានភាពរីកចម្រើននៅថ្ងៃខាងមុខជាក់ជាមិនខានអំឡុងពេលនេះគឺជាពេលដែលខ្ញុំត្រូវរឹងមាំបងប្អូនការលើកទឹកចិត្តខ្លួនឯងនេះគឺខ្លួនយើងជាអ្នកឮខ្លួនយើងជាអ្នកដឹងរៀនផ្ដល់សេចក្តីសុខឲ្យខ្លួនឯងរៀនផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងរៀនញញឹមឲ្យខ្លួនឯងហើយក៏រៀនទទួលយកនៅភាពរីកចម្រើនឲ្យខ្លួនឯងដូចគ្នា
កាលណាដែលបងប្អូនធ្វើបែបនេះជារឿយអនុសម្បញ្ញៈនៅក្នុងខួរក្បាលនៅក្នុងខ្លួនរបស់បងប្អូនទទួលដឹងស្ដាប់ឮបានគ្រប់យ៉ាងនៅអ្វីដែលបងប្អូនកំពុងតែគិតនៅអ្វីដែលបងប្អូនកំពុងតែនិយាយខ្ញុំសប្បាយចិត្តជាមួយនឹងការចែករំលែកអំពីផ្លូវចិត្តទៅកាន់បងប្អូនផ្លូវចិត្តមួយនេះมันមានអ្នកណាមកដោះស្រាយឲ្យយើងបានក្រៅអំពីយើងព្រមដោះខ្លួនឯងទេឧទាហរណ៍ថាបងប្អូនជួបវិបត្តិធ្ងន់ធ្ងរបងប្អូននៅសង្ងំតែម្នាក់ឯងបងប្អូននឹងគិតឃើញផ្លូវតែអវិជ្ជមានតែបើសិនជាបងប្អូនព្រមដឹកនាំខ្លួនឯងទៅរកកន្លែងត្រូវគឺបងប្អូននឹងជៀសផុតពីកន្លែងដែលខុសយ៉ាងណាមិញគឺមានតែខ្លួនបងប្អូនផ្ទាល់តែប៉ុណ្ណោះដែលបងប្អូនអាចព្រមដោះលែងខ្លួនឯងបានឲ្យផុតពីអន្ទាក់ចង្វាក់ដែលនៅក្នុងចិត្តនេះបានបើសិនជាបងប្អូនព្រមដោះលែងអន្ទាក់ចង្វាក់នៅក្នុងចិត្តរបស់ខ្លួនឯងបានបងប្អូននឹងមានសេរីភាពបងប្អូននៅលើបងប្អូននៅក្នុងកណ្ដាប់ដៃរបស់បងប្អូននឹងឯងឲ្យតែបងប្អូនព្រមដោះលែងវាបងប្អូននឹងទទួលបានសេរីភាពភ្លាមសេរីភាពផ្លូវចិត្តព្យាយាមដោះលែងខ្លួនឯងទៅមិនថាការខឹងមិនថាការគុំមិនថាការស្អប់បើបងប្អូនចង់យំបងប្អូនយំឲ្យអស់ចិត្តបន្ទាប់មកបងប្អូនសន្យាជាមួយនឹងខ្លួនឯងថាចាប់ពីត្រឹមថ្ងៃនេះតទៅខ្ញុំដោះលែងគ្រប់យ៉ាងដែលនៅជាប់ក្នុងចិត្តរបស់ខ្ញុំព្រោះការខឹងធ្វើឲ្យបងប្អូនអត់មានសេចក្តីសុខដេកមិនលក់បក់មិនលះហើយការគុំធ្វើឲ្យបងប្អូនចង់សងសឹកធ្វើឲ្យបងប្អូនដេកមិនលក់បក់មិនលះហើយដូច្នេះរឿងទាំងអស់នេះបងប្អូនសាកគិតមើលមួយចំណុចណាដែលធ្វើឲ្យបងប្អូនមានសេចក្តីសុខខ្លះគឺអត់មានទេមានតែការខឹងមានតែការគុំគំនុំគុំគួនខឹងក្រោធមួម៉ៅចង់សងសឹកចង់ដាក់បដាសាចង់ដាក់ទំនាយតែនៅពេលបងប្អូនព្រមដោះលែងពឹបអ្វីៗគ្រប់យ៉ាងធូរស្រាលទាំងអស់លែងធ្ងន់ទៀតហើយចិត្តមួយនេះគឺស្រស់ស្រាយសប្បាយរីករាយអញ្ចឹងថ្ងៃនេះមានតែប៉ុណ្ណឹងសម្រាប់ការចែកម្លែកហើយក៏ជូនពរឲ្យបងប្អូនមានផ្លូវចិត្តរឹងមាំឲ្យបងប្អូនទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតអ្វីដែលខ្ញុំជូនពរបងប្អូនគឺសុខភាពបងប្អូនសូមឲ្យល្អកាលណាដែលសុខភាពរបស់បងប្អូនល្អបងប្អូនគិតអ្វីក៏ត្រូវមុខរបររបស់បងប្អូនក៏រលូនទៅតាមសុខភាពរបស់បងប្អូនហើយមុខរបររបស់បងប្អូនក៏ល្អទៅតាមផ្លូវចិត្តរបស់បងប្អូនដូចគ្នាសូមឲ្យបងប្អូនរកទទួលទានមានបាននៅក្នុងឱកាសឆ្នាំថ្មីជម្រាបលា